សំណង់ Cambia 15ផលិតផលថ្មីនិងបច្ចេកវិទ្យាទំនើបសម្រាប់សំណង់អគារនិងបរិក្ខារមេកានិកអគ្គិសនីនៅកម្ពុជារយៈពេល3ថ្ងៃបានចាប់ផ្ដើមហើយដែលពិព័រណ៍នេះធ្វើនៅកោះពេជ្ររាជធានីភ្នំពេញព្រឹត្តិការណ៍តាំងពិព័រណ៍អន្តរជាតិលើវិស័យសំណង់ Cambia 15ស្ដីពីផលិតផលថ្មីនិងបច្ចេកវិទ្យាទំនើបសម្រាប់សំណង់អគារនិងបរិក្ខារមេកានិកនិងអគ្គិសនីនៅកម្ពុជាត្រូវបានចាប់ផ្ដើមពីថ្ងៃទី10ដល់ថ្ងៃទី12ខែកញ្ញាឆ្នាំ2015ដែលមានការចូលរួមពីសំណាក់ក្រុមហ៊ុនជាតិនិងអន្តរជាតិជាង350ក្រុមហ៊ុនមកពី23ប្រទេសនៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញតាមលោកនួនវាសនាតំណាងក្រុមហ៊ុន AMB Event Group និងជាអ្នករៀបចំព្រឹត្តិការណ៍នេះបានឲ្យដឹងថាការតាំងពិព័រណ៍នៅពេលនេះធ្វើឡើងដើម្បីបង្កើនឱកាសអាជីវកម្មជាច្រើនសម្រាប់ក្រុមហ៊ុនថ្មីៗដែលកំពុងសម្លឹងនិងស្វែងរកភ្នាក់ងារលក់រាយនិងលក់ចែកចាយបន្តផលិតផលរបស់ខ្លួនម្យ៉ាងទៀតក៏ដើម្បីបំពេញតាមកំណើននិងតម្រូវការអ្នកបញ្ជាទិញផងដែរហើយក៏ជាឱកាសល្អសម្រាប់ស្ថាបត្យករនិងអ្នកម៉ៅការដើម្បីទស្សនាផលិតផលថ្មីៗស្របពេលដែលគម្រោងសាងសង់ជាច្រើនកំពុងតែដំណើរការហើយភាគច្រើនមានការព្រួយបារម្ភពីគុណភាពនៃសម្ភារៈសាងសង់ទាំងនោះឯកឧត្តមភឿងសុភ័ណ្ឌរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់មានប្រសាសន៍ថាការតាំងពិព័រណ៍នៅពេលនេះមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជាដែលបច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងតែជំរុញការអភិវឌ្ឍវិស័យសំណង់អគារសម្រាប់គោលដៅពាណិជ្ជកម្មឯកឧត្តមបញ្ជាក់ថាបច្ចុប្បន្នសំណង់គឺជាកត្តាមួយដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចាប់ពីឆ្នាំ2011មកដល់ដំណាច់ឆ្នាំ2014មានជាមធ្យមជិត2200លានដុល្លារអាមេរិកក្នុងមួយឆ្នាំដែលនៅក្នុងឆ្នាំ2011មានទុនវិនិយោគជាង1226លានដុល្លារអាមេរិកឆ្នាំ2012មានជាង2109លានដុល្លារអាមេរិកឆ្នាំ2013មានជាង2773លានដុល្លារអាមេរិកនិងក្នុងឆ្នាំ2014មានជាង2507លានដុល្លារអាមេរិកគួរបញ្ជាក់ផងដែរថាការតាំងពិព័រណ៍វិស័យសំណង់ Cambia 15នេះមានការដាក់តាំងបង្ហាញសម្ភារៈសំណង់ទាន់សម័យគ្រប់ប្រភេទឧបករណ៍គ្រឿងចក្រសំណង់រួមមានផ្នែកពាក់ព័ន្ធជាច្រើនទៀតមានដូចជាផ្នែកទឹកស្អាតនិងទឹកកខ្វក់ផ្នែកថាមពលអគ្គិសនីផ្នែកប្រព័ន្ធសុវត្ថិភាពនិងការការពារអគ្គិសនីទូរទស្សនិកជនជាទីគោរពព័ត៌មានសហគមន៍ជាតិដែលលោកនាងកញ្ញាបានទស្សនានៅពេលនេះចប់តែប៉ុណ្ណេះខ្ញុំបាទសុកសំណាងសូមអរគុណនិងសូមគោរពលា